សូមជម្រាបសួរលោកស្រីនិងអ្នកកញ្ញាដែលជាម្ចាស់អាជីវកម្មទីមេត្រីបាទថ្ងៃនេះលោកគ្រូហេងឡើងមក talk show ទៀតហើយបងប្អូនម្ចាស់អាជីវកម្មយើងមានកង្វល់ទៀតហើយថាគ្រូហេង SME យើងឥឡូវពិបាកប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផ្សេងជាពិសេសគឺក្រុមហ៊ុនមកពីក្រៅស្រុកហ្នឹងវាពិបាកប្រកួតប្រជែងហើយលោកគ្រូហេងមានដំណោះស្រាយអីទេទាក់ទងជាមួយនឹងជួយធ្វើម៉េចឲ្យ SME យើងឲ្យមានការប្រកួតប្រជែងហ្នឹងវាបានល្អប្រសើរខ្ញុំក៏យល់ពីកង្វល់របស់បងប្អូនម្ចាស់អាជីវកម្មរបស់យើងដែរការប្រកួតប្រជែងនេះមិនមែនតែជាបញ្ហាតែនៅប្រទេសយើងទេគ្រប់ក្រុមហ៊ុនទាំងអស់ competitor នេះអានេះគឺថាជាចំណុចស្លាប់រស់របស់អាជីវកម្មបាទអញ្ចឹងការប្រកួតប្រជែងមានគ្រប់ទីកន្លែងមានគ្រប់ប្រទេសមានគ្រប់ក្រុមហ៊ុនទាំងអស់បាទមិនថាកន្លែងណាទេបាទអញ្ចឹងនៅក្នុងក្រុមហ៊ុនមួយវាតែងតែមានអ្នកយុទ្ធសាស្ត្រគេហៅថាអ្នកធ្វើយុទ្ធសាស្ត្រណាអ្នកធ្វើយុទ្ធសាស្ត្រហ្នឹងធ្វើយុទ្ធសាស្ត្រទៅលើផ្នែកទីផ្សារអ្នកធ្វើយុទ្ធសាស្ត្រផ្នែកលក់អាហ្នឹងគេមានហើយអាហ្នឹងគេធ្វើយ៉ាងម៉េចគ្រូហេអាហ្នឹងគេមានផែនការរបស់គេបាទដូចឧទាហរណ៍ខ្ញុំលើកមួយចុះពីមុនមកយើងឃើញគេធ្វើផែនការក្នុងការផ្សាយពាណិជ្ជកម្មហើយ4-10 ឆ្នាំមុនយើងផ្សាយពាណិជ្ជកម្មភាគច្រើនយើងធ្វើលើទូរទស្សន៍លើវិទ្យុលើ billboard អីហ្នឹងគឺថាពេញនិយមបាទប៉ុន្តែបច្ចុប្បន្នការធ្វើពាណិជ្ជកម្មធ្វើទីផ្សារទៅលើ billboard ទូរទស្សន៍អីហ្នឹងវាមិនសូវមានប្រសិទ្ធភាពទេគេបដូរពីការធ្វើទីផ្សារទៅលើ traditional media ហ្នឹងមក modern media ហ្នឹងគឺវា refer ទៅ digital marketing ហ្នឹងឯងអញ្ចឹងវាមាន Facebook វាមាន TikTok វាមាន YouTube មានអីអស់ហ្នឹងអញ្ចឹងទាំងអស់ហ្នឹងហើយដែលធ្វើឲ្យម្ចាស់អាជីវកម្មយើងទៅដូរផ្នត់គំនិតដូររបត់ក្នុងការធ្វើទីផ្សារដូររបត់ក្នុងការធ្វើការលក់អាហ្នឹងសិតតែយុទ្ធសាស្ត្រទាំងអស់បាទអញ្ចឹងសួរថាក្រុមហ៊ុនគេធំហ្នឹងគេចំណាយលុយប្រមាណក្នុងមួយឆ្នាំដើម្បីធ្វើទីផ្សារយើងត្រូវគិតកន្លែងហ្នឹងតែបងប្អូន SME យើងតែតែមានគំនិតថាធ្វើម៉េចប្រកួតឈ្នះគេបើសិនជាយើងមិនចាប់ផ្ដើមពីឥឡូវទេយើងនឹងត្រូវបាត់ឈ្មោះក្នុងប្រភពគុណហើយខ្ញុំនិយាយប្រភពគុណហ្នឹងគឺយល់ហើយបើសិនជាយើងមិនចាប់ផ្ដើមធ្វើយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្ត្រការលក់យុទ្ធសាស្ត្រផ្សេងផលិតកម្មproduction អីនេះសិតតែមានយុទ្ធសាស្ត្រទាំងអស់ហ្នឹងយើងត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតហើយបើមិនផ្លាស់ប្ដូរផ្នត់គំនិតទេយើងមិនអាចប្រកួតប្រជែងជាមួយគេបានទេបាទអញ្ចឹងសូមបងប្អូនម្ចាស់អាជីវកម្មបាទយកចិត្តទុកដាក់ហើយធ្វើការប្រឹក្សាជាមួយអ្នកជំនាញទៅខាងទីផ្សារបើយើងត្រូវការអ្នកខាងផ្នែកលក់ឬផ្នែកទីផ្សារបើសិនជាយើងត្រូវការអ្នក production យើងត្រូវទៅរកអ្នក production ដែលមានពិសោធន៍ហើយបើសិនជាយើងត្រូវការអូខេទៅបញ្ជីស្នាមធ្វើអីអាហ្នឹងមករកគ្រូហេងបានបើក្រៅពីនោះគ្រូហេងក៏មិនចេះដែរបាទអញ្ចឹងជាចុងក្រោយគ្រូហេងផ្ដល់ជាគំនិតអញ្ចឹងបាទណាយើងត្រូវបដូរផ្ដាប់គំនិតហើយយើងអត់អាចធ្វើតាមគេហៅថា family business ទេបាទសូមអរគុណបាទ